Chef សម្រាប់ការប្រកួតវិញ្ញាសាប្រអប់អានកំបាំងមហូបរបស់បេក្ខជនតែ3រូបប៉ុណ្ណោះដែលត្រូវបានតាក់ទាញជាងគេនឹងត្រូវបានគណៈកម្មការជ្រើសរើសដើម្បីភ្លក់រសជាតិហើយបេក្ខជនម្នាក់ដែលឈ្នះក្នុងការប្រកួតនេះនឹងទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងសម្រាប់ការប្រកួតវគ្គបន្ទាប់ខ្ញុំជិះខ្ញុំស្លឹងទៅមើលអាចារ្យចូលវិញពេលខ្ញុំគាត់ថាជានៅ After ជារបស់ខ្ញុំដោយសារខ្ញុំមើលមួយចានរបស់ខ្លួនឯងគាត់ថាការ creative របស់ខ្ញុំល្អជាងពួកគាត់ហើយទឹកសោះរបស់ខ្ញុំក៏ប្លែកពីពួកគាត់ដែរតបពីគណៈកម្មការចុះពិនិត្យមើលម្ហូបរបស់បេក្ខជនទាំងអស់រួចមកពេលនេះគណៈកម្មការទាំង3កំពុងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់បំផុតមុននឹងសម្រេចចិត្តចុងក្រោយជ្រើសរើសម្ហូបបេក្ខជន3រូបដើម្បីធ្វើការភ្លក់រសជាតិជ្រើសរើសអ្នកដែលធ្វើល្អចំនួន3នាក់ហើយអ្នកទី1នោះគឺសុកហេងអោបោខ្លួនឯងខ្លាំងមើលអត់រំពឹងទុកសោះថាអាចនឹងលើកជូនគណៈកម្មការហើយរំភើបខ្លាំងសូមអបអរសាទរសុកហេងដែលបានលើកមកហូបចានទី1ហើយក៏វិញ្ញាសាទី1នៅក្នុងផ្ទះបាយមួយនេះផងដែរចា៎អូខេអាចប្រាប់ពីឈ្មោះមុខម្ហូបនិងលក្ខណៈពិសេសសូមជឿចំពោះមុខម្ហូបនេះឈ្មោះថាត្រីក្រាញ់បំពងទឹកសោស passion សុខេងបំពងត្រីទាំងមូលមែនប៉ុន្តែវាមានស្រទាប់ជាតែស្រួលក្នុងការញ៉ាំលក្ខណៈពិសេសរបស់វានោះគឺអញបានថាគ្រឿងផ្សំគោលគឺត្រីទាំងអស់គ្នាអញ្ចឹងតែសម្រាប់ខ្ញុំយក passion យកទៅធ្វើទឹកសោសដើម្បីញ៉ាំជាមួយនឹងត្រីទៅវាមានរសជាតិជូរអែមបែបឆ្ងាញ់ត្រីញ៉ាំចូលមាត់ទៅវាឈ្ងុយល្អគឺឈ្ងុយក្លិនផ្លែ passion រសជាតិជូរល្មមផ្អែមល្មមហើយប្រៃល្មមតែបើបានយើងមានបន្លែច្រើននេះដាក់ផ្ទាប់វាទៅល្អចាបើសម្រាប់ខ្ញុំចូលចិត្តទឹកសោសហ្នឹងវាឆ្ងាញ់វាមានរសជាតិជូរព្រោះខ្ញុំអ្នកញ៉ាំជូរដែរអញ្ចឹងដល់ពេលបើជូរហត់តែខ្លាំងជាងហ្នឹងទៀតខ្ញុំហត់តែចូលចិត្តប៉ុន្តែអរគុណច្រើនចាអូខេសំបីត្រីទាំងមូលមែនប៉ុន្តែនៅពេលញ៉ាំទៅឲ្យមានទៅភាពឆ្នៃប្រឌិតដូច Jessica បាននិយាយមុនអញ្ចឹងសូមបន្ថែមឲ្យបានច្រើនជាងនេះទៀតនៅលើមុខម្ហូបមួយចាននេះអូខេ chef អរគុណបាទអូខេអរគុណច្រើន chef